ក្បួនរត់ទេសេរបស់ពួកគេនៅតែបន្តធ្វើដំណើរទៅចេញពីតំបន់វាលខ្សាច់ទៅកាន់តំបន់ព្រៃនៅតាមដងផ្លូវទេសភាពពិតជាស្រស់ស្អាតទាហានក៏បានស្រែកទៅបន្តតាមពីក្រោយមកការធ្វើដំណើររបស់ពួកគេបន្តយូរបន្តិចពនាងលីអ៊ីក៏បានបើកនៅវាំងននតាមបង្អួចមើលសម្លឹងកាន់តែមើលនាងឈៀវជាមួយនឹងសាងដែលកំពុងតែដេកលក់ដោយពួកគេទាំងពីរកោយស្មាគ្នាចំណែកឯនៅដៃរបស់នាងឈៀវគឺកំពីហាត់យុទ្ធសិលគេកាន់ជាប់មិនព្រមប្រឡែងឡើយនាងបានសម្លឹងមើលយ៉ាងយូរបន្តិចនាងក៏បាននឹកឃើញដល់ការជួបគ្នាដំបូងដែលនាងឈៀវបានសម្លឹងមកកាន់នាងហើយដើរចូលមកតើនាងជាអ្នកណាតែវាជារឿងអ្វីរបស់នាងដែរដែលបានធ្វើឲ្យនាងរឿងភ័យថយក្រោយបន្តិចនោះដោយនាងបានតបទៅវិញតើនគរមហាឋានមានមនុស្សពីលដូចជាលោកដោយរបៀបណាទៅនាងឈឺបានហឹសមួយម៉ានក៏បានដើរចេញនៅខាងនេះផ្ទាល់វិញនាងក៏បានហឹសមួយម៉ានដោយខឹងឬហើយក៏បានបិទនៅវាំងននវិញដោយទឹកមុខក្រៀមសពូនចំណែកឯនាងឈឺនៅតែបន្តដេកកាន់សៀវភៅការធ្វើដំណើរបន្តពួកគេសេះក៏បានស្រែកឡើងបានធ្វើឲ្យនាងឈឺនឹងសាងសាភ្ញាក់ពីដំណេកនាងឈឺក៏បានចុះពីរទេះសេះបានធ្វើការមើលនៅជុំវិញនេះទាហានមួយផ្នែកក៏បានរៀបចំបោះជំរំចំណែកឯទាហានម្នាក់ទៀតក៏បានជិះសេះសម្ដៅមកកាន់នាងឈឺទេសភាពព្រៃភ្នំយ៉ាងស្រស់ស្អាតសម្លេងក្អែកជាច្រើនក៏បានបន្លឺឡើងនាងឈឺនៅតែបន្តសង្កេតមើលជុំវិញដោយយកចិត្តទុកដាក់ទាហានដែលជិះសេះសម្ដៅមកកាន់គេនោះក៏បានមកដល់ហើយនាងឈឺក៏បានងាកទៅកាន់គេហើយសួរទៅហេតុអ្វីបានជាពួកលោកផ្លាស់ប្ដូរផ្លូវទាហាននោះក៏បានប្រាប់លោកម្ចាស់របស់ខ្ញុំបារម្ភថាព័ត៌មានអាចនឹងលេចធ្លាយដូច្នេះក៏បានផ្លាស់ប្ដូរផ្លូវទៅតាមផ្លូវភ្នំខាងជើងវិញនាងឈឺក៏បានថាខ្ញុំគឺជាអ្នកនាំផ្លូវដរាបណាពួកលោកស្ដាប់ខ្ញុំគ្មាននរណាម្នាក់អាចរារាំងពួកយើងបានទេទាហាននេះក៏បានប្រាប់ទៅវិញទៅឯងគ្រាន់តែធ្វើការងាររបស់ឯងឲ្យបានល្អទៅបានហើយនាងឈឺក៏បានក្រវីក្បាលនិយាយនៅក្នុងចិនការផ្លាស់ប្ដូរផ្លូវជាបណ្ដោះអាសន្នមិនដឹងថានេះជាទឹកដីមហាឋានទេឬនោះគឺជាមនុស្សអាក្រក់សូម្បីតែពនាងក៏ហ៊ានធ្វើឃាតដែរធ្វើមិនមានផែនការបំរុងទៅពិតជាមនុស្សល្ងងជួបគ្នាមែនល្ងងដល់កំពូលហើយសូមជូនរឿងអ្នកក្លាហានចចករាត្រីភាគទី2ពេលយប់ក៏បានមកដល់ពួកគេក៏បានរៀបចំជំរុំរួចរាល់រួមទាំងបង្កាត់ភ្នក់ភ្លើងផងដែរទាហានខ្លះក៏បានអង្គុយចំណែកឯទាហានខ្លះទៀតក៏បានដើរល្បាតអ្នកខ្លះក៏បានយាមនៅរថទេសេះដើម្បីបង្កើននូវការប្រុងប្រយ័ត្ននិងដើម្បីសុវត្ថិភាពទៅដល់ព្រះនាងក្នុងពេលដែលយប់ស្ងាត់បែបនេះយើងងាកមកមើលនាងឈៀវក៏បានហៅទៅសាងនាំពួកគេឆ្លងកាត់ផ្លូវត្រង់នេះឲ្យបានសិនរួចពួកយើងនឹងថយចេញភ្លាមសាងក៏បានសួរតើលោកមិនអាចបញ្ចុះបញ្ចូលពួកគេបានទេគេក៏បានតបនៅខាងមុខប្រកាសជាមានទ័ពរងចាំទទួលពួកគេដូច្នេះពួកគេនឹងមិនស្ដាប់ខ្ញុំទេនាងបានសួរបន្ថែមចុះរឿងដែលលោកចង់លោកម្ចាស់ម្នាក់នោះវិញតើធ្វើយ៉ាងម៉េចទៅនាងឈៀវក៏បានហៅសាងខ្ញុំបានយកនាងចេញពីកំណត់សាកសពយើងបានរស់រានមានជីវិតដោយការលំបាកយ៉ាងខ្លាំងដូច្នេះពួកយើងមិនអាចស្លាប់បានដោយងាយនោះទេសាងក្រៅពីបានស្ដាប់រួចនាងក៏បានឈ្ងោកមកចុះបន្តិចស្របពេលនោះដែរព្រះនាងលីអ៊ីកំពុងទៅដើរចូលមករួចនាងក៏បានឲ្យទាហានមិនបាច់តាមនាងទេទាហានក៏បានដើរចេញទៅនាងក៏បានដើរចូលបន្តដោយដំណើរមួយរួចនាងក៏បានឈប់បន្តិចឈរមើលនឹងស្ដាប់ពួកគេទាំងពីរដែលនាងឈៀវមាត់កំពុងតែធ្វើភ្លេងកំដរនៅបរិយាកាសចំណែកសាងបានយកផ្លិតបាក់ភ្លើងព្រះនាងឈរស្ដាប់រឿងយូរបន្តិចទៅហើយទ្រង់ក៏បានណៃចិត្តដើរចូលទៅពេលម្ដងនាងក៏បានឈរនៅស្ងៀមដោយមិននិយាយអ្វីទេរីឯនាងឈឺវិញក៏បានឈប់ច្រៀងរួចហឹសមួយម៉ាន់ងើយមុខសួរនាងតែម្ដងតើនាងមានរឿងអ្វីមែនទេព្រះនាងលីអ៊ីមិនឆ្លើយអ្វីទាំងអស់នាងក៏បានដើរសំដៅចូលទៅកាន់សាងរួចនាងបន្តនិយាយជាមួយនឹងសាងតើខ្ញុំគួរទៅហៅនាងយ៉ាងម៉េចដែរសាងក៏បានទុកផ្លិនរួចហើយក៏បានក្រោកឈរឡើងប្រាប់ទៅកាន់ព្រះនាងហៅខ្ញុំថាសាងទៅព្រះនាងបានសួរតើនាងអាចទៅជិះលេងជាមួយនឹងខ្ញុំបន្តិចបានដែរទេតោះទៅសាងក៏មិនទាន់ឆ្លើយព្រាមដែរនាងក៏បានងាកមើលទៅកាន់នាងឈៀវក៏បានធ្វើសញ្ញាឲ្យទៅពួកនាងទាំងពីរក៏បាននាំគ្នាដើរចេញទៅនាងឈៀវកំពុងតែឆ្កឹះភ្លើងហើយក៏បានងាកមើលបន្តិចដោយចង់សោយផងបន្ទាប់មកគេបន្តឆ្កឹះភ្លើងទៀតចំណែកឯព្រះនាងជាមួយនឹងសាងពួកគេបានដើរមករៀងឆ្ងាយពីនាងឈៀវបន្តិចសាងក៏បាននិយាយលោកម្ចាស់តូចគឺបានសង្គ្រោះជីវិតរបស់ខ្ញុំបើសិនជាមិនមែនជាគាត់ទេខ្ញុំប្រកាសជាស្លាប់ជាយូរមកហើយនាងឈៀវនៅតែបន្តច្រៀងលេងតែម្នាក់ឯងពួកគេក៏បានឈប់និយាយបន្តិចហើយសម្លឹងមើលទៅកាន់នាងឈៀវដែលកំពុងតែច្រៀងនាងឈៀវមិនត្រឹមតែច្រៀងទេរួចគេក៏បានស្ងាត់ផងដែរបន្ទាប់មកគេក៏បានក្រដាស់បន្តិចព្រះនាងបានមើលរួចហើយទ្រង់ក៏បានបន្តថាគេពិតជាចាត់ទុកខ្លួនឯងថាជាលោកម្ចាស់តូចមែនសាងទោះបីជាគេបានជួយជីវិតរបស់ឯងក៏ដោយគេក៏មិនគួរធ្វើបាបឯងបែបនេះដែរសាងក៏ស្ងាត់ព្រះនាងក៏បានហុចរបស់មួយនេះឯងមើលការងារទាំងអស់ដែលឯងបានធ្វើវាបានធ្វើឲ្យដៃរបស់ឯងគឺមានស្នាមទៅហើយសាងក៏បានតបទៅវិញមិនអីទេខ្ញុំគឺមិនត្រូវការវានោះទេព្រះនាងក៏បានចាប់ដៃនាងហើយបានដាក់កន្សែងនៅពីលើដៃសាងអាយ៉ាបងស្រីតូចយ៉ាងនាងបានដោតដៃចេញវិញសាងហេតុអ្វីបានជាដៃរបស់នាងត្រជាក់ខ្លាំងម្ល៉េះតើនាងមានអារម្មណ៍ថាមិនស្រួលនៅកន្លែងណាមួយទេសាងក៏បានតបមិនអីនោះទេរាងកាយរបស់ខ្ញុំកើតមកគឺបែបនេះតាំងតែពីដើមមកហើយពេលខ្លះវាត្រជាក់ណាស់នៅពេលយំធ្វើឲ្យខ្ញុំគេងមិនលក់លោកគ្រូពេទ្យបាននិយាយថាខ្ញុំត្រូវធ្វើពលកម្មបន្ថែមទៀតដើម្បីរក្សាសីតុណ្ហភាពនៅក្នុងរាងកាយបានរាល់ពេលដែលលោកម្ចាស់តូចត្រឡប់ពីកាប់ឈើវិញក៏តែងតែយកស្រាមឲ្យខ្ញុំផឹកកម្ដៅខ្លួនកុំបារម្ភអីលោកម្ចាស់តូចប្រព្រឹត្តចំពោះខ្ញុំពិតជាល្អយ៉ាងពិតប្រាកដមែនខ្ញុំត្រូវត្រឡប់ទៅជួយគាត់វិញហើយនាងក៏បានក្រោកឈរឡើងកន្សែងដៃនេះប្រកាសជាមានតម្លៃថ្លៃណាស់ហើយនិយាយរួចនាងក៏បានអាចចេញទៅព្រះនាងក៏អំ
បានខត់អ្វីដែរបានត្រឹមតែឈរមើលនាងដើរទៅសាងក៏បានទៅអង្គុយជាមួយនឹងនាងឈៀវវិញព្រះនាងនៅតែបន្តមើលពួកគេដោយស្ងៀមស្ងាត់សម្លេងរបស់នាងឈៀវនិយាយជាមួយនឹងសាងហេលើក្រោយពេលដែលនាងនិយាយជាមួយនឹងគេត្រូវតែចងចាំថាត្រូវតែគិតលុយពីនាងពួកយើងមិនអាចជជែកដោយអត់គិតថ្លៃបាននោះទេសាងក៏បានតបខ្ញុំចងចាំហើយព្រះនាងលីអ៊ីក៏បានដើរទៅកាន់ពួកគេម្ដងទៀតរួចទ្រង់ក៏បាននិយាយមានការចម្អិនអាហារកើតឡើងនៅកណ្ដាលជំរំមិនញ៉ាំជាមួយនឹងគ្នានាងឈៀវក៏បានងាកទៅមើលកាន់សាងបន្តិចរួចក៏បានឆ្លើយតបទៅនាងវិញខ្ញុំនឹងសាងតែងតែធ្វើអ្វីដោយខ្លួនឯងជាទម្លាប់ទៅហើយមានអាហារនិងសម្លៀកបំពាក់គ្រប់គ្រាន់ព្រះនាងក៏បានបន្តឬមួយមកពីខ្ញុំមិនបានស្ដាប់លោកដែលមិនបានជ្រើសរើសផ្លូវហោះស៊ីបែរជាផ្លាស់ប្ដូរមកកាន់ផ្លូវបិសានវិញលោកនៅតែមានកំហឹងនៅក្នុងចិននាងឈៀវក៏បានងាកមើលមកសាងរួចក៏បានសើចបន្តិចក្រោកឈរឡើងតើនរណាប្រាប់ឲ្យនាងផ្លាស់ប្ដូរផ្លូវដោយចិត្តឯងព្រះនាងក៏បានប្រាប់ការរៀបចំរបស់លោកម្ចាស់ប្រកាសជាមានអត្ថន័យផ្សេងទៀតតើលោកដឹងអ្វីទៅនាងឈៀវក៏បានថាមិនមែនគ្រាន់តែរៀបចំមនុស្សឲ្យមកទទួលពួកនាងទេឬចាប់ពីទីនេះទៅមកជាង10លីទៀតសុទ្ធតែជាព្រៃក្រាស់ទាំងអស់ត្រឹមតែជាចោលប៉ុន្មានអ្នកក៏អាចសម្លាប់ពួកយើងទាំងអស់គ្នាបានដែរបើតាមខ្ញុំនិយាយវិញពួកនាងដែលមានឋានៈខ្ពស់ទាំងនេះមិនមែនតែរស់នៅលើវាស្មើប៉ុន្មានឆ្នាំនេះរហូតដល់ងងទៅហើយទេឬព្រះនាងក៏បានស្រែកក្លាហានម្លេះនាងឈៀវបន្តជាមួយនឹងពួកល្ងងដូចជាពួកនាងពិតជាមិនអាចលេងជាមួយបានមែនតោះសាងទៅព្រះនាងក៏បានថាអ្នកណាប្រាប់ឲ្យឯងចេញទៅនាងឈៀវក៏បានតបបញ្ចុះអ្នករួមដំណើរល្ងងដូចជ្រូកខ្ញុំមិនពូកែទេព្រះនាងខឹងយ៉ាងខ្លាំងតើពួកឯងគិតថាមិនមានខ្ញុំនៅទីនេះមែនទេគ្មានអ្នកណាអាចចេញទៅបានទេសាងក៏បានប្រាំទុកមុខឲ្យនាងខ្លាប់ផងពេលនិយាយជាមួយនឹងនាងនោះនាងឈៀវទុកមុខឲ្យនាងស៊ូពូចោលមើលថាវាទុកមុខឲ្យនាងទេព្រះនាងក៏បានហៅនាងឈៀវអីហ៊ានណាជឿមិនជឿថាខ្ញុំនឹងប្រាប់លោកម្ចាស់នាងឈៀវក៏បានដាក់ចូលទៅចិត្តនាងភ្លាមនោះសម្លេងក្អែកក៏បានបន្លឺឡើងព្រះនាងឈៀវឯងនាងឈៀវក៏បានខ្ទប់មាត់នាងកុំបញ្ចេញសម្លេងគេបានព្យាយាមប្រើទៅជាក្នុងការស្ដាប់នៅលើផ្ទៃមេឃពូសត្វក្អែកជាច្រើនក៏បានហើរបន្លឺសម្លេងយ៉ាងខ្លាំងនាងឈៀវក៏បានទាញដៃព្រះនាងការវាយប្រហាររបស់សត្រូវក្របព្រួញដ៏ធំក៏បានហោះចូលមកក៏បានសម្លាប់នៅទាហានទាំងនោះអស់យ៉ាងច្រើននៅលើភ្នំមនុស្សឈុតខ្មៅយ៉ាងច្រើនបានតម្រង់ធ្នូបាញ់ចេញទៅស្រោចដោយគ្រាប់ភ្លៀងនាងឈៀវបានទាញព្រះនាងពូនឹងរទេះនាងឈៀវក្រឡេកទៅឃើញសាងពូនឹងដើមឈើសាងមកលឿនទាហានរបស់ព្រះនាងនៅតែបន្តត្រូវគ្រាប់ព្រួញស្រាប់ជាច្រើនសាងក៏បានរត់មកពួកគេទាំង3ក៏បានក្រាបពូនៅក្បែររទេះគ្រាប់ព្រួញជាច្រើនក៏បានទម្លុះនៅរទេះនោះមិនមែនមានតែគ្រាប់តូចទេពូឈុតខ្មៅនេះក៏នៅតែបន្តបាញ់គ្រាប់ធំយឺតនៅគ្រាប់ព្រួញឡើងបានបាញ់សម្ដៅទៅកាន់ជំរំពួកគេទាហានព្រះនាងអ្នកខ្លះក៏រន់អ្នកខ្លះក៏ត្រូវគ្រាប់មួយចំនួនធំក៏បានយកដាវកាប់នៅគ្រាប់ព្រួញទាំងនោះកាប់ខុសក៏ត្រូវគ្រាប់ព្រួញស្លាប់ទៅចំណែកឯពូឈុតខ្មៅនៅខាងលើពួកវានៅតែបន្តបាញ់អត់ឈប់គ្រាប់ព្រួញក៏បានហោះកំទេចនៅរទេះសេះទាំងនោះសម្លេងទាហានក៏បានស្រែកយ៉ាងឈឺចាំមេទ័ពនេះក៏បានរត់ចូលមកយកនៅខែការពារបាំងនៅគ្រាប់ព្រួញដែលហោះចូលមកគាត់ក៏បានប្រាប់នៅទាហានទាំងនោះបង្កើតនៅក្បួនការពារអ្នករងក៏រងទៅអ្នករត់ចូលមកដើម្បីបង្កើតក្បួនក៏រត់មកទាហានទាំងអស់នោះក៏បានបង្កើតនៅក្បួនការពារបានប៉ុន្តែគ្រាប់ព្រួយដែលបានបាញ់មកបានទម្លុះនៅខែការពារទាហានម្នាក់នេះក៏បានភ័យតែចាស់នៅក្នុងប្រទេសនេះមានឈ្មោះថាលីឈីងឈិនពួកចៅមកពីណាហ៊ានបង្កបញ្ហាបែបនេះរួចគាត់ក៏បានប្រើនៅកំបិតហោះចេញទៅសម្រាប់នៅមនុស្សជាតិខ្មៅម្នាក់ពួកគេក៏បានថាកំពូលគ្រូដៅតាលីបញ្ជានៅកំបិតហោះម្ដងទៀតកំទេចអាវុធនឹងសម្រាប់ពួកគេពីមួយទៅមួយដោយកំបិតហោះមួយនេះប្រើល្បឿនលឿនខ្លាំងណាស់ធ្វើឲ្យពួកអាវខ្មៅស្រែកឈឺចាប់យ៉ាងខ្លាំងអាវុធដែលពួកគេប្រើទៅបានខ្ទេចខ្ទីផ្ទុះហុយជោគតែម្ដងកំបិតនៅតែបន្តហោះឆ្ពោះទៅមុខបន្តសម្ដៅមកចូលបរមម្នាក់ដែលកាន់ផ្លិនគេបានវាយនឹងផ្លិតបន្តិចកំបិតក៏បានផ្លាតចេញទៅគេនៅតែបន្តបកផ្លិតធម្មតាដោយមិនខ្វល់ឬក៏ភ័យខ្លាចអំពីកំបិតហោះនោះទេកូនចៅរបស់ពួកគេក៏បាននាំគ្នាសម្រត់ចុះតាមរយៈខ្សែដែលបានបោះទៅមេទ័ពព្រះនាងបើកភ្នែកធំពេលបានឃើញបែបនេះអ្នកទាំងអស់គ្នាការពារព្រះអង្គទាហានទាំងនេះក៏បានយកស្នាបាញ់ពួកឈុតខ្មៅដែលសម្រត់មកដល់ត្រូវខ្លះអត់ខ្លះទាហាននិងមនុស្សមួយចំនួនដែលពួកឈុតខ្មៅបោះចូលមកអ្នកខ្លះក៏បានធ្លាក់ស្លាប់ទៅមនុស្សឈុតខ្មៅស្លាប់ជាច្រើនដែរព្រឹទ្ធាចារ្យលីបានអង្គុយសម្លឹងមើលដោយភាពស្ងៀមស្ងាត់នៅខាងលើភ្នំមនុស្សឈុតខ្មៅនៅតែសម្រត់ចូលតាមខ្សែលើកនេះពួកគេបានចូលដល់ដីដោយជោគជ័យពួកគេក៏បានសម្ដៅចូលទៅទាហានរបស់ព្រះនាងក៏បានចេញមកទប់ទល់ដូចគ្នារួចក៏បានលុតកាប់គ្នាតែម្ដងអ្នកខ្លាំងសម្រាប់អ្នកខ្សោយលំពេងមួយក៏បានគប់ត្រូវទាហានម្នាក់នេះពួកឈុតខ្មៅនៅតែបន្តសម្រាប់ទាហានទាំងនេះអ្នកខ្លះក៏តដៃកើអ្នកខ្លះក៏តដៃមិនកើប៉ុន្តែពេលច្រើនមនុស្សឈុតខ្មៅសម្រាប់ទៅលើទាហានច្រើនជាងការសម្រាប់នៅតែប្រព្រឹត្តធម្មតាអ្នកការពារព្រះនាងនៅតែបន្តស្លាប់ដោយមនុស្សឈុតខ្មៅក្រុមមនុស្សឈុតខ្មៅធ្វើការសម្លាប់ដោយគ្មានមេត្តាទាហានទាំងនោះស្រែកដោយការជឿចាប់យ៉ាងខ្លាំងព្រះនាងនិងនាងឈៀវក៏បានពួនក្របព្រួយក៏បានហោះសម្ដៅមកកាន់ពួកគេនាងឈៀវបានសង្កត់ក្បាលព្រះនាងឲ្យអោនចុះក្រោមឬគេក៏បានអានមើលជុំវិញអំពីការប្រយុទ្ធមួយនេះឃើញថាទាហានព្រះនាងមិនអាចតដៃជាមួយនឹងមនុស្សឈុតខ្មៅទាំងនេះទេព្រះនាងក៏បានលួចមើលបន្តិចដែរដោយទ្រង់បាននិយាយពួកគេជាមនុស្សរបស់សះហុនាងឈៀវបានថាគឺជាទាហានស្ម័គ្រស្លាប់ភ្លាមនោះសាកសពទាហានក៏បានធ្លាក់មកចំកន្លែងពួកគេទាំងពីរព្រះនាងឃើញហើយក៏បានភ័យស្រែកយ៉ាងខ្លាំងនាងឈៀវក៏បានប្រយុទ្ធជាមួយនឹងមនុស្សឈុតខ្មៅទាំងនេះចូលមួយកាប់មួយចូលពីរកាប់ពីរឬគេក៏បានបោះដាវសម្លាប់មនុស្សឈុតខ្មៅបន្តទៀតពួកគេចាក់មួយលំពេងនាងឈៀវក៏បានទាញព្រះនាងគេចផុនបន្ទាប់មកកាប់មួយដាវឲ្យស្លាប់ទៅដដាវចេញពីសាកសមពួកទាហានមិនខ្លាចស្លាប់សម្ដៅចូលមករកព្រះនាងជាមួយនឹងសាងនាងឈៀវក៏បានជ្រែកពួកគេទាំងពីរសម្លាប់នៅទាហានទាំងនោះចាក់ម្នាក់ម្ដាវឲ្យពួកគេដេកស្អាតទៅនៅកន្លែងមេទ័ពព្រះនាងវិញមនុស្សឈុតខ្មៅទាំងនេះបានលោតឡើងលើរទេះសេះបំរុងចាក់ទម្លាយរទេះតែស្រាប់តែបានស៊ីមួយលំពេងឲ្យធ្លីពូវៀនធ្លាក់មកដល់ដីក៏បានចាក់ថែមមួយលំពេងទៀតពួកគេនៅតែបន្តលោតចូលទាហានការពារក៏បានចាក់ទម្លាយរាងកាយពួកគេចាក់ពីលំពេងធ្លាក់ដល់ដីចាក់មួយលំពេងទៀតការប្រយុទ្ធនៅតែបន្តទាហានសម្លាប់ចោលសម្លាប់ទាហានការសម្លាប់នៅតែបន្ត
នាងឈឺបន្តថាពួកយើងការពារលែងជាប់ហើយរួចគេក៏បាននិយាយទៅខាងក្រោយបន្តិចអ្នកទាំងពីរមកជាមួយនឹងខ្ញុំគេក៏បានដឹកដៃព្រះនាងជាមួយនឹងសាងរត់ទៅព្រះនាងក៏បានប្រាប់មានក្មេងនៅក្នុងរថទេនាងឈឺអីគេនាងមានកូនហើយនាងក៏បានប្រាប់កូនលោកម្ចាស់របស់ខ្ញុំទេសាងលោកម្ចាស់តើខ្ញុំបានសាងបាបអ្វីទៅរួចក៏បានរត់ចូលទៅពួកនាងទាំងពីរសម្លឹងដោយមិនដាក់ភ្នែកនោះទេការប្រយុទ្ធនៅតែបន្តទាហានម្នាក់នេះបានត្រូវមួយលំពេងរបស់មនុស្សឈុតខ្មៅបត់កនឹងដីមនុស្សឈុតខ្មៅម្នាក់សម្រាប់ស្រីបិសាចនោះទៅភ្លាមនោះដំបូលរទេសេះបានហោះមកបុកពួកគេបានបះជើងទៅនាងឈឺក៏បានលូតចេញមកមួយដាវបំបែកភ្នក់ភ្លើងធ្វើឲ្យពួកនោះប៉ាវនឹងឈឺចាប់យ៉ាងខ្លាំងនៅជុំវិញខ្លួនរបស់នាងឈឺសុទ្ធតែជាមនុស្សឈុតខ្មៅបន្ទាប់មកនាងឈឺបានបន្តវាយប្រហារដោយប្រើប្រាស់នៅល្បឿនរបស់ខ្លួនកាប់យ៉ាងលឿនសម្រាប់ពួកគេទាំងនោះម្នាក់ម្ដាយឲ្យបានស្លាប់ទៅបន្ទាប់មកបង្វិលខ្លួនមួយជុំតនៅខែលមួយចេញទៅបំបុកជាមួយនឹងមនុស្សឈុតខ្មៅឲ្យបានប៉ាងផ្ងាជើងចំណែកឯនាងឈឺផ្ទាល់បន្តកាន់ដាវចាក់ទំនុះរាងកាយរុញមួយទំហឹងផ្ទប់នឹងរទេះសេះនាងឈឺក៏បានឡើងលើរទេះសេះមើលនៅក្មេងម្នាក់នោះសួស្ដីលោកតាលីក៏បានថាណែនាំបន្ទែងត្រូវការពារព្រះអង្គម្ចាស់តូចឲ្យបានល្អខ្ញុំនឹងទៅដោះស្រាយកំពូលអ្នកប្រយុទ្ធនៅលើភ្នំនាងឈឺក៏បានតបល្អគេក៏បានងាកមកក្រោយវិញកាន់ដាវចោះមកមួយមនុស្សឈុតខ្មៅជាច្រើនក៏បានរត់ចូលមកនាងឈឺមើលដោយប្រុងប្រយ័ត្នរួចហើយក៏បានតបជាប់ដាវទាំងគូរបស់ខ្លួនត្រៀមនៅលក្ខណៈសម្លាប់កែវភ្នែកដ៏មុតស្រួយសម្លឹងទៅកាន់គោលដៅពួកគេទាំងនោះក៏បានរត់ស្រែកយ៉ាងខ្លាំងលូតចូលមកទៅដល់នាងឈឺក៏បានកាប់យកតែម្ដងកាប់ផងចាក់ផងមកមួយចាក់មួយមកពីរចាក់3មក4កាប់5គេនេះក៏បានចូលមកនាងឈឺក៏បានទាត់គេមួយជើងលូតកាប់មួយចង់បញ្ចឹងកចាក់មួយដាវជាប់ពោះដោតមួយដាវទៅលើហើយក៏បានទាត់ថែមមួយជើងទៀតហើយគេប៉ាងទៅបុកគ្នារបស់គេនាងឈឺនៅតែបន្តសម្លាប់ដោយក្បាច់សម្លាប់នីមួយពិតជាសាហាវខូខើការបញ្ចេញនៅតែប្រព្រឹត្តធម្មតានាងឈឺដាវខ្លីផងដាវវែងផងចាក់ផងអាកផងម្នាក់នេះកាប់មកមួយលំពេងនាងឈឺក៏បានរងរួចក៏បានកវីមួយដាវទៅរួចក៏បានចាក់មួយដាវទៅអ្នកខាងក្រៅថែមកវីមួយដាវទៀតគេក៏បានប៉ាងទាំង3នាក់តែម្ដងរួចក៏បានគុំមួយដាវថែមដល់ជាប់ជាមួយនឹងរទេះសេះនាងឈឺនៅតែបន្តសម្លាប់ដោយកាប់យកតែម្ដងរួចក៏បានរុញក្បាលបំបុកជាមួយនឹងដាវដែលជាប់ជាមួយនឹងរទេះសេះនោះព្រះនាងក៏បានរត់ទៅសាងក៏បានមើលព្រះនាងក៏បានមកដល់ព្រះរាជបុត្រហើយក៏បានពោលត្រង់ចាក់ចេញទៅម្នាក់ឈុតសដែលនៅខាងលើភ្នំបានកាន់នៅកំបិតមួយបានប្រាណថាពលរបស់ខ្លួនទៅលើកំបិតនោះដោយប្រាប់ទៅមនុស្សយៈនេះឯងទៅមុនទៅធ្វើសកម្មភាពតាមផែនការនាងឈឺក៏បានដកដាវចេញពីពួកគេទាំង3នាក់នេះហើយក៏បានងាកមកដល់កែវភ្នែកកំណាចភ្លាមនៅប្រតិចាលីក៏បានវាយប្រហារមកកាន់ពួកជុតខ្មៅបំទុកឲ្យពួកនោះបានប៉ាល់នាងឈឺក៏បានធ្វើការចូលពួននៅខាងក្រោមរទេះសេះនិងមើលពីស្ថានភាពមនុស្សយៈធំនេះក៏បានដល់នៅដើមឈើងាប់មួយលោកសំដៅចូលមកវាយមួយដើមឈើធ្វើឲ្យទាហានព្រះនាងជាចាំងក៏បានប៉ាល់ស្រែកយ៉ាងខ្លាំងធ្វើឲ្យទីនោះហុយទ្រលោមគេបន្តលើកដើមឈើនោះដើរមួយជំហានរង្គើព្រៃនៅខាងលើភ្នំបរោះដែលពាក់ជុតសដៃទ្រនៅកំបិនបានសម្លឹងមើលដល់យកចិត្តទុកដាក់រួចក៏បានក្រហមបន្តិចមនុស្សយៈនេះនៅតែបន្តដើរចូលទៅជាន់នៅទាហាននៅនឹងដីនេះឡើងបែកឈាមការរត់របស់គេក៏វាមេឈើចំទាហានទាំងនោះឲ្យបានដួលគេនៅតែបន្តរត់សម្ដៅចូលទៅកាន់មេតបក៏បានស្រែករីរាំងគេលឿនឡើងទាហានក៏បានបង្កើតនៅក្បួនខែការពាររាល់ជំហាននីមួយរបស់គេសន្ធឹកជើងយ៉ាងខ្លាំងក្លាគេក៏បានកវីនៅដើមឈើនោះបំបុកនៅខែការពារឲ្យទាហានទាំងនោះក៏បានប៉ាងទៅឆ្ងាយគ្រាន់តែគេឈរដល់ដីភ្លាមធ្វើឲ្យកន្លែងនោះពោពេញទៅដោយការហុយយ៉ាងខ្លាំងផ្សែងចាប់ដើមរសាត់បន្តិចគេនៅតែបន្តសម្លឹងមើលព្រឹទ្ធាចារ្យលីបានក្រាបដៃបន្តិចប្រាណធម្មពលរបស់ខ្លួនបញ្ជានៅកំបិតហោះសម្ដៅចូលទៅគ្រាន់តែទៅដល់អបិមិត្តធំនេះបានប្រាដៃទាំងគូរបស់ខ្លួនចាប់នៅកំបិតនោះគេបានថាចាប់បានដៃជីវិតរបស់គេហើយកម្លាំងដើរខ្លាំងបានធ្វើឲ្យមុតទ្រូងរបស់គេបន្តិចដែរគេបន្តស្រែកប្រញាប់ឡើងបរោះជិតសននៅលើកំពូលភ្នំបានបញ្ជានៅកំបិតហោះរបស់ខ្លួនចេញទៅគ្រាន់តែចំហាយហោះកាន់ក៏បានធ្វើឲ្យទាហានប៉ាងដែរកំបិតហោះឆ្ពោះទៅមុខបន្តសម្ដៅចូលទៅកាន់ព្រឹទ្ធាចារ្យលីនៅក្នុងរទេះសេះពួកគេទាំងពីរនេះក៏បានសោយយ៉ាងសប្បាយភ្លាមនោះថាពលក៏បានរុញច្រាំងកំបិតចេញមកក្រៅវិញធ្វើឲ្យពួកគេទាំងពីរក៏រៀងភ្ញាក់ផ្អើលដែរព្រឹទ្ធាចារ្យលីបានប្រើនៅថាពលរបស់ខ្លួនទប់ទល់ជាមួយនឹងកំបិតហោះនេះការទប់ទល់យូរបន្តិចគាត់សម្លឹងដោយប្រុងប្រយ័ត្នបន្ថែមថាពលបន្តិចទៀតបងវាយមុខកំបិតឲ្យទៅវិញបន្ទាប់មកគាត់ក៏វាដៃមួយទំហឹងបំផ្លាញនៅថាពលកំបិតនោះថាពលក៏បានជះទៅឡាប់ទៅកាន់ម្នាក់នៅលើភ្នំវិញបានធ្វើគេរងរបួសបន្ទាប់មកគេក៏បានគួតឈាមបន្តិចដែរយកដៃជូតនឹងសម្លឹងមើលឈាមរួញគេបានបន្តសម្លឹងដោយមិនព្រេចភ្នែកនោះទេទៅកាន់សមរភូមិដែលកំពុងតែប្រយុទ្ធនោះចំណែកឯព្រឹទ្ធាចារ្យលីនៅក្នុងរទេះសេះវិញគាត់ក៏រងរបួសដែរបានក៏បន្តិចគាត់នៅតែបន្តសម្លឹងដោយការប្រុងប្រយ័ត្នដូចគ្នាដែររីឯមនុស្សយៈដែលចាប់កំបិតនេះវិញគឺកំពុងតែលុតជង្គង់បន្ទាប់មកគេក៏បានដកនៅកំបិតនោះចេញបាញ់សុទ្ធតែឈាមហើយគេក៏បានក្រោកឈរឡើងរួចគេក៏បានក្រឡេកមើលទៅឃើញព្រះនាងជាមួយនឹងសាងដែលបានអង្គុយនៅទីនោះគេក៏បានថាទៅពេលរាត្រីបាំងពន្លឺផ្កាយនគរនឹងជួបភាពវឹកវររួចគេក៏បានស្ទុះរត់ចូលទៅដោយសន្ធឹកជើងយ៉ាងខ្លាំងក្លារត់រង្គើព្រៃគេបន្តថាទៅស្លាប់ចោះស្រីបិសាចមេតក៏បានងើបមកទប់ទល់ដោយប្រើប្រាស់នៅលំពេងចាក់ទៅប៉ុន្តែមិនត្រូវទេមនុស្សធំម្នាក់នេះក៏បានកវាមួយដៃទៅមេតក៏បានប៉ាងទៅទៀតហើយគេបន្តរត់ចូលសម្ដៅទៅកាន់ព្រះនាងទ្រង់បានភ័យព្រឹទ្ធាចារ្យលីបានប្រាណនៅយុទ្ធសាស្ត្ររបស់ខ្លួនបញ្ជានៅលំពេងជាច្រើនដើមចាក់ឈាមបន្តដល់ទៅលើដងខ្លួនរបស់មនុស្សម្នាក់នោះប៉ុណ្ណឹងហើយមិនទាន់ស្លាប់ទៀតគ្រាន់តែគួតឈាមបន្តិចតែប៉ុណ្ណោះបន្ទាប់មកគេក៏បានដកដាវចេញមួយឈាមបាញ់មកយ៉ាងខ្លាំងគេបានកាត់ដងលំពេងទាំងអស់នោះចេញបន្តដើរសម្ដៅទៅមុខបន្តទៀតនាងឈឺក៏បានលូតយ៉ាងខ្ពស់ស្រែកយ៉ាងខ្លាំងចូលមកដាវទាំងគូក៏បានចាក់លើស្មារបស់មនុស្ស
យៈនេះធ្វើគេបានស្រ័យជឿចាប់ខ្លះដែរបន្ទាប់មកដកដាវបង្វិលបន្ទិញផ្ដាច់នៅបំពង់ករបស់គេចាក់បន្ថែមពីដាវលើស្មាទៀតមនុស្សយៈក៏បានលុតជង្គង់ចុះនាងឈីវក៏បានលុតចេញគេនៅក៏បានដួលផ្កាមុងប្រឹងត្រដរបន្ថែមដោយនិយាយថាស្រីបិសាចបន្ទាប់មកគេក៏បានដាច់ខ្យល់ប៉ាត់តែម្ដងទៅឈាមក៏បានហូរយ៉ាងច្រើនរីឯនាងឈីវក៏នៅតែបន្តឈរសម្លឹងទៅកាន់គេមួយសន្ទុះដែរដោយការសម្លាប់នៅមនុស្សយៈនេះនាងឈីវក៏រៀងហត់ខ្លាំងណាស់ដែរគេក៏បន្តនិយាយអូឯងក៏ជាមនុស្សគួរខ្លាចម្នាក់ដែរយើងមើលឈុតជាមួយនឹងមេតបមកគាត់បានថាតាមពិតទៅប្រជាជនមហាថាងរបស់ពួកយើងមានចរិតអង្អាចក្លាហានក៏ជាប្រពៃណីមួយផងដែរនាងឈីវសួរយ៉ាងម៉េចទៅមេតបមកបន្តត្រឡប់មកវិញអធិរិកថៃជូធ្លាប់តែដោយសារភូមិមួយនៅតំបន់ព្រំដែនត្រូវបានជនជាតិម៉ានឈ្លានពាននឹងវាយប្រហារទ្រង់ដឹកនាំទ័ពដោយផ្ទាល់សម្រាប់កុលសម្ព័ន្ធទាំងមូលរបស់សត្រូវឲ្យខ្ទេចខ្ទីនាងឈីវមានរឿងបែបនេះផងមេតបបន្តទោះបីមហាថាងពួកយើងត្រូវបានឡោមព័ន្ធដោយកម្លាំងជាច្រើនទិសក៏ដោយនៅភាគខាងជើងជាប់ព្រំប្រទល់ជីនចាងឆ្វេងស្ដាំខាងលិចជាប់ជាមួយនឹងនគរយៈលុនខាងត្បូងជាប់ជាមួយនឹងណានជីនខាងកើតជាប់ជាមួយនឹងសង្ឈីខាងជើងឆ្ងាយមានវីរហោឋានកម្លាំងធំពីរនៃប្រាសាទស៊ីលីងបូករួមទាំងទន្លេធំនគរយៈនិងនគរតូចៗជាច្រើនទៀតប៉ុន្តែយើងបង្កើតជាតិតាមរយៈកម្លាំងប្រយុទ្ធនគរខ្លាំងបំផុតលើលោកមិនមែនហៅដោយឥតប្រយោជន៍ទេប៉ុន្តែ3ឆ្នាំមុនកុលសម្ព័ន្ធជីនចាងខាងជើងការចិត្តបោះបោព្រះនាងអង្គនេះបានលុតជង្គង់នៅមុខផ្សារធំទោះបីជាមានការប្រឆាំងទូទាំងនគរក៏នៅតែទទូចរៀបការឆ្ងាយទៅកាន់វាលស្មៅធ្វើជាភរិយាទី2មេកុលសម្ព័ន្ធជីនចាងមហាថាងរបស់ពួកយើងមិនដែលគិតពីសម្ព័ន្ធភាពអាពាហ៍ពិពាហ៍ទេវិធីសាស្ត្រអាម៉ាស់បែបនេះជាភាពអាម៉ាស់យ៉ាងខ្លាំងចំពោះមហាថាងពួកយើងអន្តរជាតិសារបញ្ហានេះមិនដឹងថាបើកំតិចពេញត្បូងអស់ប៉ុន្មានទេនៅតែមិនអាចបញ្ឈប់ការតាំងចិនរបស់ព្រះនាងបានឆានអ៊ីមេកុលសម្ព័ន្ធជីនចាងមានអារម្មណ៍ថាមានកិត្តិយសណាស់ពេលដឹងរឿងនេះហើយពេញចិត្តនិស័យរបស់ព្រះនាងជាខ្លាំងដូច្នេះមានតែពេលនោះទេដែលមហាថាងមានសន្តិភាពធានាបានអស់រយៈពេលជាច្រើនឆ្នាំពិតណាស់នៅមានរឿងមួយទៀតព្រះនាងរៀបការទៅកាន់វាលស្មៅគឺដើម្បីកិច្ចពីអធិរាជដើម្បីជៀសវាងពីចំនួនក្នុងរាជវាំងកាន់តែធំឡើងនាងឈីវក៏បាននិយាយប៉ុន្តែប៉ុន្មានឆ្នាំក្រោយរៀបការឆានអ៊ីដែលជាមេកុលសម្ព័ន្ធបានស្លាប់ទៅហើយមេតក៏បានថាបន្តពិតជាស័ក្តិសមជាព្រះនាងមហាថាងមែននាងឈីវក៏បានបន្ថែមប៉ុន្តែលោកមេតមកមើលពួកយើងបាននិយាយគ្នាយូរណាស់ហើយនៅចាងមានតែផែនទីមួយស្លឹកតែប៉ុណ្ណោះហេតុអ្វីបានជាគេមិនធ្វើទុកសាច់ឬក៏អ្វីមួយផ្សេងទៀតចង្អុលបង្ហាញអំពីស្ថានភាពសកម្មភាពបញ្ចេញអំណាចនេះពិតជាមានភាពអស្ចារ្យណាស់មេតបឯងមិនមែនជាអ្នកគ្រប់គ្រងផ្ទះឯងមិនដឹងអំពីថ្លៃចំណាយនោះទេមិនមានថវិកាដល់កម្រិតនោះទេនាងឈីវរងចាំដល់ត្រីមាសក្រោយតើពួកយើងគួរដាក់ពាក្យសុំវាដែរទេមេតក៏បានតបនោះអាស្រ័យទៅលើការចង់បានរបស់ថ្នាក់លើហើយនាងឈីវសូមឲ្យលោកម្ចាស់មានអាយុយឺនយូរអនុម័តថវិកាបន្ថែមយើងក៏បានឃើញថាសាច់រឿងរបស់យើងក៏បានជាទីបញ្ចប់ជាចុងក្រោយបើសិនជាមានកន្លែងណាលើលោកខ្វះខាតក៏សូមបងប្អូនអធិស្ឋានជួបគ្នាពេលក្រោយ